តាជាហោសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមករៀនភាសាចិនទាក់ទងនឹងពាក្យពណ៌ណាឥឡូវមករៀនជាមួយខ្ញុំបាទទាំងអស់គ្នា好，所以今天我们来学习那个颜色。ចឹងពាក្យពណ៌យើងនិយាយថា颜色គេយើងទៅរៀនទាំងអស់គ្នា颜色បាទ颜色ប្រែថាពណ៌ចឹងពណ៌របស់យើងដូចជាមានប្រមាណពណ៌មានច្រើនពណ៌ដែរតែឥឡូវយើងមើលពណ៌ក្រហមគេនិយាយថាម៉េច红色红色ពណ៌ក្រហម红色បាទ红色ពណ៌ក្រហម粉红色粉红色ពណ៌ផ្កាឈូក粉红色粉红色ពណ៌ផ្កាឈូក紫色紫色紫色看紫色叫不念紫色紫色ពណ៌ស្វាយ紫色ពណ៌ស្វាយ蓝色ពណ៌ខៀវពណ៌ខៀវចាស់នេះ蓝色ពណ៌ខៀវចាស់天蓝色យើងប្រែថាពណ៌ខៀវខ្ចីឬក៏ពណ៌ផ្ទៃមេឃពណ៌ខៀវខ្ចីក៏បានពណ៌ផ្ទៃមេឃក៏បាន天蓝色橙色橙色ពណ៌ទឹកក្រូច橙色ពណ៌ទឹកក្រូច黄色ពណ៌លឿង黄色ពណ៌លឿង绿色ពណ៌បៃតង绿色ពណ៌បៃតង棕色នេះពណ៌ឈាមជ្រូក棕色ពណ៌ឈាមជ្រូក白色នឹងពណ៌ស白色ពណ៌ស灰色ពណ៌ប្រផេះ灰色黑色ពណ៌ខ្មៅ黑色ពណ៌ខ្មៅ古铜色អានេះពណ៌ខ្មែរយើងនិយាយថាពណ៌ខ្ញុំពណ៌ទឹកក្រូចតែទឹកក្រូចចាស់ណាទឹកក្រូចចាស់យើងមើលពណ៌ទឹកក្រូចនេះពណ៌ទឹកក្រូចខ្ចីនេះទឹកក្រូចចាស់ឬក៏ពណ៌ខ្ញុំអត់ច្បាស់ដែរពណ៌នេះនឹងខ្មែរយើងហៅថាពណ៌អីទេតែយើងហៅនិយាយថាពណ៌ទឹកក្រូចចាស់ចុះ古铜色បាទពណ៌ទឹកក្រូចចាស់银色អូនេះ古铜色ពណ៌ទឹកពណ៌ផ្លាទីនក៏បានដែរណាអ្នកនរគ្នាពណ៌ទឹកផ្លាទីនណាបាទ古铜色បាទពណ៌ទឹកក្រូចចាស់ឬក៏ពណ៌ទឹកផ្លាទីនអញ្ចឹងចុះ银色នេះគឺពណ៌ទឹកប្រាក់银色យើងអានថាពណ៌ទឹកប្រាក់银色បាទចុងក្រោយ金色ហ្នឹងគឺប្រែថាពណ៌ទឹកមាស金色បាទពណ៌ទឹកមាសអូខេចឹងមេរៀនរបស់យើងថ្ងៃហ្នឹងយើងរៀនប៉ុណ្្នឹងឯងអូខេស៊ីតាជាចាយជៀនអរគុណច្រើនអ្នកនរគ្នាជម្រាបលា